បងប្អូនទាំងអស់គ្នាខ្ញុំកំពុងឈរនៅអគារវឌ្ឍនៈនៃកំពង់ឈរចាំឡានក្រុងទៅប្រទេសយន្តហោះតែខ្ញុំដឹងថាឡានក្រុងនៅស្រុកខ្មែររបស់យើងហ្នឹងស្អាតណាស់ជិះតែម្នាក់1500ម្នាក់អីទៅដល់ប្រទេសយន្តហោះយើងហ្មងអញ្ចឹងបងប្អូនចាំមើលមកខ្ញុំថាតើឡានក្រុងរបស់យើងហ្នឹងមានអ្វីពិសេសខ្លះសួស្តីបងប្អូននេះគឺជាសកម្មភាពតែខ្ញុំជិះឡានក្រុងកាលខ្ញុំទៅលេងខ្មែរហើយនិយាយទៅការជិះឡានក្រុងហ្នឹងគឺខ្ញុំចំណាយតែ1500រៀលទេជិះពីបេនហ្នឹងទៅដល់ពលានយន្តហោះផ្ទាល់ហ្មងហើយបើនិយាយទៅក្នុងឡានក្រុងវិញនិយាយទៅមានផាសុកភាពខ្លាំងដោយសារតែឡានក្រុងត្រជាក់ហើយស្អាតអត់មានក្លិនអីទាំងអស់ធំទលាយហើយលើសពីនេះទៀតហ្នឹងគឺបងប្អូនទាំងអស់គ្នាមិនមែនត្រូវតែបង់លុយទៅលើការជិះឡានក្រុងហ្នឹងទេគឺមានករណីលើកលែងទៅលើលោកសង្ឃសិស្សានុសិស្សជនពិការឬក៏មនុស្សចាស់ចាប់ពីអាយុ70ឆ្នាំអីឡើងទៅគ្រូបង្រៀនអីអញ្ចឹងជាដើមនិយាយរួមទៅបើសម្រាប់បងប្អូនណាដែលត្រូវចេញដំណើរទៅពលានយន្តហោះម្នាក់ឯងហើយខ្លាចមានការស្ទះផ្លូវស្ទះអីអញ្ចឹងអាចនិយាយទៅអាចនឹងជិះឡានក្រុងហ្នឹងទៅក៏បានដែរដោយសារតែមានភាពងាយស្រួលហើយធូរថ្លៃទៀត